បាទនេះនំបងប្អូនមកមើលមកទស្សនាទេសភាពនៅលើកំពូលភ្នំមើលពីលើទៅក្រោមម្ដងហើយទេសភាពនឹងស្អាតប៉ុណ្ណាអញ្ចឹងបងប្អូនសូមចូលតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាហើយសូមកុំភ្លេចចុច like ចុច share ចុច comment ហើយកុំភ្លេចចុចរូបកណ្ដឹងម្នាក់មួយផងនឹងបានវីដេអូថ្មីដែលខ្ញុំថតឲ្យបងប្អូនមើលបន្តទៀតសូមកម្លាំងចិត្តម្នាក់មួយផងហើយនេះតោះយើងនាំគ្នាទៅមើលទេសភាពដែលយើងថតពីលើភ្នំទៅក្រោមទៅធម្មជាតិវាស្អាតប៉ុណ្ណាអញ្ចឹងដល់បងប្អូនទៅតាមដានទាំងអស់គ្នានេះដល់នេះមកមានទេអូយដើមឈើតាមភ្នំមើលទៅវាទំនងមានឯងកលែងដែលគេឲ្យទេសចរគេមកទស្សនាពីលើកំពូលភ្នំទៅក្រោមមានធម្មជាតិវាស្រស់ស្អាតយ៉ាងហើយនេះខ្ញុំបានមានឱកាសបានមកលេងខ្ញុំបានថតឲ្យបងប្អូនទស្សនាមើលហើយសូមបងប្អូនជួយ comment មួយតែទេសភាពតែពីនៅពីលើភ្នំថតទៅក្រោមនេះវាធម្មជាតិស្អាតប៉ុណ្ណាជួយ comment ម្នាក់មួយផងហើយនេះគ្រាន់តែកលែងអានេះគឺជឿនទី1ដែលឡើងទៅលើនេះនៅជឿនទី1នេះគេមាន3ជឿនណានៅជឿនទី2និងជឿនទី3ចាំមើលខ្ញុំបានទៅដល់ជឿនទី2ចាំខ្ញុំថតឲ្យមើលបងប្អូនទស្សនាម្ដងមួយទៀតហើយអានេះក៏នេះនៅដល់អានេះត្រឹមជឿនទី1ដំណាក់កាលទី1ហើយបងជួយ comment ជួយប្រាប់ផងតើទេសភាពស្អាតអត់នៅពេលដែលខ្ញុំថតពីលើកំពូលភ្នំទៅក្រោមអញ្ចឹងណាព្រៃពេលខ្ញុំទៅលេងនេះទេសភាពក៏ស្អាតខ្យល់ត្រជាក់គេទៅថាឡើងកំពូលភ្នំបើថាมันត្រជាក់មិនកើតវិញឡើងទៅត្រជាក់លឹមមែនទីខ្យល់បក់មករំភើញពេលឡើងបានឡើងទៅដល់ស្រស់ស្រាយនឹងឲ្យវីដេអូនេះបានទៅលើ